ក៏បន្តបែកខ្ញែកគណៈពេលដែលព្រះសិវៈចាក់ចេញពីសង្វៀនគាត់បានជួបនឹងរូត្រាដែលរូត្រាបានចាប់គាត់នៅពេលដែលគាត់ដួលស៊ូបានចូលមកជិតគាត់ដោយនិយាយថាគាត់ស្ថិតនៅក្នុងស្ថានភាពមិនល្អទេខណៈដែលព្រះសិវៈទទួលស្គាល់ថាគាត់ស្ទើរតែចាញ់ទៅហើយគាត់និយាយថាមនុស្សពិតជាខ្លាំងណាស់ហើយស៊ូសើចខណៈដែលគាត់យល់ស្របជាមួយព្រះសិវៈទន្ទឹមនឹងនេះហ្គលកាន់ទុកចំពោះការស្លាប់របស់ស្រាតហើយសួរហៀលដាថាហេតុអ្វីបានជាពួកគេធ្វើច្រើនបែបនេះដើម្បីជួយសង្គ្រោះមនុស្សជាតិហៀលដាបន្ថែមពេញរបស់ Raiden ទៅលើអាសនៈរបស់ Hero ដែលបានស្លាប់ហើយនិយាយថាឥឡូវនេះពួកគេចាញ់ព្រះ3ទល់នឹង2ហើយនាងមានអារម្មណ៍ជួលចិត្តប៉ុន្តែនាងនៅតែបដិញ្ញាចិត្តជួយសង្គ្រោះមនុស្សជាតិយើងឃើញស៊ូដើរទៅជិតដើមឈើធំមួយជាកន្លែងដែលគាត់បានឃើញប្រពុតកំពុងតែដេកញ៉ាំសូកូឡាស៊ូចង់ញ៉ាំដែរប៉ុន្តែប្រពុតមិនឲ្យគាត់ញ៉ាំហើយប្រពុតក៏ញ៉ាំសូកូឡាទាំងអស់ក្នុងពេលតែមួយស៊ូសូមឲ្យប្រពុតប្រយុទ្ធក្នុងការប្រកួតជុំបន្ទាប់ដោយនិយាយថាគាត់មិនចង់ចាញ់នោះទេហើយគម្រាមប្រពុតដោយប្រើថាមពលរបស់គាត់ប៉ុន្តែប្រពុតស្រាប់តែហៅស៊ូថាមេហើយគាត់ប្រាប់ស៊ូឲ្យរីករាយជាមួយនឹងការប្រកួតយើងឃើញប្រពុតគណៈដែលគាត់ចូលមកក្នុងសង្វៀនគាត់យកស្នែងរបស់ហែមដលប៉ុន្តែគាត់ប្រកាសថាគាត់នឹងប្រយុទ្ធតំណាងឲ្យមនុស្សព្រះគិតថាគាត់ឈួតប៉ុន្តែប្រពុតអះអាងថាប្រសិនបើព្រះមិនជួយសង្គ្រោះមនុស្សជាតិទេនោះគាត់នឹងធ្វើវាដោយខ្លួនឯងហ្គលមានការងឿងឆ្ងល់ហើយនាងក៏សួរហៀលដាថាហេតុអ្វីបានជាប្រពុតប្រយុទ្ធនៅខាងពួកគេហើយនាងឆ្ងល់ថាតើនេះជាផែនការរបស់ហៀលដាដែរឬអត់ប៉ុន្តែហៀលដាបញ្ជាក់ថាប្រពុតមិនទទួលយកបញ្ជាពីនរណាម្នាក់ឡើយយើងឃើញថាមុនពេលការប្រកួតជុំនេះចាប់ផ្ដើមប្រពុតបានទៅរកហៀលដាបន្ទាប់ពីនាងទៅកាន់តុក Raiden ប្រពុតប្រាប់នាងថាគាត់ចង់ប្រយុទ្ធដើម្បីមនុស្សជាតិប៉ុន្តែហៀលដាមិនភ្ញាក់ផ្អើលទេគាត់សួរនាងថាតើអ្វីៗដំណើរការទៅតាមផែនការរបស់នាងឬអត់ពីព្រោះនាងបានសួរគាត់អំពីថាមពលរបស់គាត់មុនពេលរ៉ាក់ណារ៉ុកចាប់ផ្ដើមដូច្នេះគាត់ក៏គិតថានាងបានរៀបគម្រោងដើម្បីធ្វើឲ្យគាត់ព្រមប្រយុទ្ធតំណាងឲ្យមនុស្សជាតិហេដាបដិសេធរឿងនេះហើយនាងបង្ហាញថាមនុស្សគ្រប់គ្នាដឹងថាគាត់ស្អប់ព្រះពុទ្ធសើចពេលលើបែបនេះប៉ុន្តែគាត់ព្រមាននាងថាគាត់មិនសប្បាយចិត្តទេដែលត្រូវបានគេបញ្ជាមុនពេលដើរចេញទៅយើងត្រឡប់ទៅសង្វៀនវិញជាកន្លែងដែលហែមដលប្រាប់ព្រះពុទ្ធថាគាត់មិនអាចបដូរខាងបាននោះទេប៉ុន្តែស៊ូនិយាយថាគាត់មិនមានបញ្ហាទេដោយបង្ហាញថាព្រះពុទ្ធមិនបានបំពេញច្បាប់ណាមួយឡើយអូឌីនសួរព្រះពុទ្ធថាតើគាត់ត្រៀមខ្លួនធ្វើជាសត្រូវរបស់ព្រះទាំងអស់មែនទេប៉ុន្តែព្រះពុទ្ធមិនខ្វល់ទេដោយនិយាយថាខ្លួនគាត់គឺជារឿងតែមួយគត់ដែលសំខាន់ដែលធ្វើឲ្យព្រះទាំងអស់ខឹងព្រះពុទ្ធសួរស៊ូថាតើគាត់នឹងប្រយុទ្ធជាមួយអ្នកណាហើយពន្លឺក៏បានចាំងចុះមកពីលើមេឃខណៈដែលសំពៅមួយចុះមកលើសង្វៀនហើយព្រះនៃសំណាងទាំង7ក៏បានចូលមកហែមដល់ប្រាប់ពួកគេថាមានតែម្នាក់គត់ក្នុងចំណោមពួកគេអាចប្រយុទ្ធបានប៉ុន្តែមេដឹកនាំរបស់ពួកគេបង្ហាញថាពួកគេតាមពិតគឺជាបុគ្គលតែមួយខណៈដែលគាត់ដោះអាវក្រោះរបស់គាត់ចេញកូនក្រុមរបស់គាត់បានចូលទៅក្នុងខ្លួនរបស់គាត់ហើយពន្លឺចែងចាំងមួយបានព័ទ្ធជំវិញគាត់ដោយបង្កើតបានជាបាល់មួយហើយវាក៏បែកខ្ញែកខណៈដែលព្រះម្នាក់ឈ្មោះសេរ៉ូបានបង្ហាញខ្លួនសេរ៉ូចង់សម្លាប់ព្រះពុទ្ធខណៈដែលគាត់កម្ដៅសាច់ដុំរាងកាយរបស់គាត់ប៉ុន្តែព្រះពុទ្ធហាក់ដូចជាមិនខ្វល់ឡើយខ្នងរបស់សេរ៉ូប៉ោងឡើងហើយគាត់ក៏ទាញអាវុធរបស់គាត់ចេញខណៈដែលគាត់ត្រៀមខ្លួនប្រយុទ្ធហ្គលគិតថាវាមិនយុត្តិធម៌ទេសម្រាប់ព្រះទាំង7រួមបញ្ចូលគ្នាទៅជាមួយប៉ុន្តែហៀលដានិយាយថាវាជារូបរាងពិតរបស់គាត់ហើយបង្ហាញថាគាត់ធ្លាប់ជាព្រះល្អដែលចង់ចែកចាយទ្រព្យសម្បត្តិប៉ុន្តែគាត់ត្រូវបានទុកព្រួយផ្លាស់ប្ដូរនៅក្នុងអតីតកាលមួយយើងឃើញសេរ៉ូធ្វើដំណើរទៅទីក្រុងមួយជាកន្លែងដែលគាត់ឃើញមនុស្សកំពុងរងទុក្ខវាធ្វើឲ្យគាត់យំហើយគាត់ឆ្ងល់ថាតើគាត់អាចធ្វើអ្វីបានដើម្បីឲ្យពួកគេសប្បាយចិត្តគាត់គិតអំពីការលុបបំបាត់ប្រភពនៃសំណាងអាក្រក់របស់ពួកគេដើម្បីឲ្យធ្វើឲ្យពួកគេសប្បាយចិត្តដូច្នេះគាត់ក៏ទៅរកក្មេងប្រុសម្នាក់រួចក៏ប៉ះគាត់ហើយស្រូបយកសំណាងអាក្រក់ចេញពីគាត់ក្មេងប្រុសនោះមានអារម្មណ៍ធូរស្រាលភ្លាមៗហើយមនុស្សចាប់ផ្ដើមគោរពបូជាសេរ៉ូបន្តស្រូបយកសំណាងអាក្រក់របស់អ្នកផ្សេងទៀតប៉ុន្តែបន្ទាប់ពីច្រើនឆ្នាំគាត់បានស្រូបយកសំណាងអាក្រក់ច្រើនខ្លាំងពេកហើយវាក៏ប៉ះពាល់ដល់រាងកាយរបស់គាត់បានត្រឡប់ទៅទីក្រុងនោះវិញដោយចង់ឃើញសុខទុក្ខរបស់ប្រជាជនប៉ុន្តែគាត់បានឃើញធម្មជាតិពិតរបស់មនុស្សជាតិខណៈដែលប្រជាជនបានធ្លាក់ចូលទៅក្នុងអំពើអបាយមុខពេលដែលពួកគេគ្មានសំណាងអាក្រក់បរិះម្នាក់បានដើរបុកគាត់ដែលធ្វើឲ្យគាត់ដួលទៅលើដីហើយសេរ៉ូចំណាំមុខបរិះនោះជាក្មេងប្រុសដែលគាត់ធ្លាប់បានជួយកាលពីប្រហែលឆ្នាំមុនក៏បានសួរបរិះនោះថាតើគាត់សុខសប្បាយឬអត់ប៉ុន្តែបរិះនោះមិនចាំគាត់ហើយក៏ដេញគាត់ឲ្យចេញសេរ៉ូមិនចង់ជឿថារឿងទាំងអស់នេះជាការពិតទេដោយគិតអំពីគ្រប់យ៉ាងដែលគាត់បានធ្វើសម្រាប់ពួកគេហើយគាត់ឆ្ងល់ថាហេតុអ្វីបានជាប្រជាជននៅតែមិនសប្បាយចិត្តនៅពេលនោះព្រះពុទ្ធបានមកដល់ជាមួយនឹងសិស្សរបស់គាត់សេរ៉ូសម្គាល់ឃើញថាសិស្សរបស់ព្រះពុទ្ធមើលទៅទ្រុឌទ្រោមនិងក្រីក្រប៉ុន្តែគាត់ឆ្ងល់ថាហេតុអ្វីបានជាពួកគេមើលទៅសប្បាយចិត្តខ្លាំងមិនដូចជាប្រជាជននៅក្នុងទីក្រុងនេះទេសេរ៉ូស្រែកហៅព្រះពុទ្ធដោយសួរព្រះពុទ្ធថាហេតុអ្វីបានជាអ្នកដើរតាមព្រះពុទ្ធមើលទៅមានសំណាងម្លេះពីព្រោះនៅពេលដែលគាត់ស្រូបយកសំណាងអាក្រក់ចេញពីមនុស្សរួចគាត់គ្រាន់តែធ្វើឲ្យពួកគេកាន់តែយ៉ាប់ទៅប៉ុណ្ណោះព្រះពុទ្ធប្រាប់សេរ៉ូថាសំណាងមិនអាចផ្ដល់ឲ្យបានទេហើយវាត្រូវតែទទួលបានហើយគាត់និយាយថាកន្លែងណាមានស្រមោលកន្លែងនោះនឹងមានពន្លឺហើយគាត់ប្រាប់សេរ៉ូឲ្យចូលរួមជាមួយគាត់ដើម្បីសម្រេចបានការត្រាស់ដឹងសេរ៉ូយំខណៈដែលគាត់រត់ចេញដោយមានអារម្មណ៍ចំណែនពីព្រោះទោះបីជាព្រះពុទ្ធជាមនុស្សក៏ដោយតែព្រះពុទ្ធអាចធ្វើឲ្យមនុស្សមានសំណាងជាងមុនដោយដឹងថាវាគួរតែជាការងាររបស់គាត់
នៅពេលដែលគាត់កំពុងតែយំនៅក្បែរមាត់ទន្លេមួយថាមពលងឹតមួយក៏បានហុំព័ទ្ធគាត់ភ្លាមៗហើយសេចក្តីស្រឡាញ់របស់គាត់បានប្រែក្លាយទៅជាការស្អប់ដោយប្រែក្លាយគាត់